ราเบียแกนสเบิร์กสราเบียสตองดาอัลมองได้ประชิดจนตูเตียวพิภพโลกนิยมโจลจันตึกพลายเชอร์เฟรซี่ผลิตจังปีตึกดอมพลายเชอร์ทอมจิต100%ช่วยออยมินสุขภาพหล่อรูปเรียงสระสังหาตึกพลายเชอร์เฟรซี่ทอมจิต100%เอเวลินฟิวคอนโทรล SOS จูโรออนเชียบาลมุกมุนออกมุนตุทอมบานจังมีนประสิทธิภาพจะสมศักดิ์กรมศิลป์บรรทมาการกรรมวิธีรางวัลเทพดาจะส้มทลายอำนาจกลดอมาจากอบทำในการพิธีสราเบียแกนส์เบิร์ดผลิตตามรูปมนต์ดังกระบวนการสราเบียอัลมองปัจจัยวิจีอัลมองมาซีนอมโจปีอัลมองวัตถุเทียดดามปีอัลมองเจี๊ยบพิเศษในจำเนียงไอกเตผลิตสราเบียตัวจุนจิตอัลมองได้ตัวบ้านเมดายมีจิตรานแกนส์เบิร์ดเบียผลิตดาวจุนจิตอัลมองก้นเพียบอัลมองนั่งหมกดอชับนี่หายបាទសម្រាប់ពេលនេះលោកអ្នកនឹងបានជួបជាមួយនឹងវត្តមានរបស់បេក្ខការីរបស់យើងជាបន្តទៀតផងដែរចង់ដឹងថាគាត់មានស្នាដៃក៏ដូចជាអាចឈានយករង្វាន់ធំក្នុងកម្មវិធីបានឬក៏យ៉ាងណានោះសូមជួបជាមួយនឹងវត្តមានរបស់បេក្ខការីទី2ចាសុខសប្បាយចិត្តទេចាសុខសប្បាយបងបាទមើលទៅគាត់ដើរចូលមិញក្លាហានមែនទែនចាបាទអូនឈ្មោះអីដែរខ្ញុំឈ្មោះចិន្តាបងចិន្តាបាទមានអាយុប្រហែលហើយចិន្តា19ឆ្នាំ19ឆ្នាំបាទសប្តាហ៍នៅសិក្សាឬក៏ប្រកបជាការងារអ្វីហើយបាទសិក្សាផងប្រកបការងារផងអូបាទបានច្រើនមែនទែនចាចុះទីលំនៅបច្ចុប្បន្នវិញស្នាក់នៅទីណាដែរនៅទួលទំពង់មកទួលទំពង់ចាពីដើមមកអូនដែរធ្លាប់មានបទពិសោធន៍ដូចថាឡើងលើទីខ្ពស់អីទេដូចថាឡើងខ្ពស់ហ៎ធ្លាប់តែរៀននៅសាលាខ្ពស់គេខ្ពស់ចឹងមកធ្លាប់ឡើងអញ្ចឹងអូអញ្ចឹងបានន័យថាធ្លាប់តែដើរឡើងលើកម្មចដើលើអាគារសាលាបាទចាំមិនព្រោះឲ្យគាត់ឡើងឲ្យសាលារៀនគាត់ហ្នឹងព្រឹកតែពួរឡើងអត់ទេស្មានឡើងតាមចដើយល់អញ្ចឹងលោកណារ៉ាបាទចាហើយកម្មវិធីរង្វាន់ទេវតានេះអូនដែរធ្លាប់ទស្សនាដែរទេទស្សនាអាទិត្យបងរាល់អាទិត្យអញ្ចឹងបានន័យថាមានបទពិសោធន៍ពេញមានចំណាប់អារម្មណ៍មិនដែរបាទទូពេលដែលទស្សនាគឺអបេក្ខជនបេក្ខការីរបស់យើងដែលគាត់បានឡើងលេងកម្មវិធីនេះបាទមើលទៅចាប់អារម្មណ៍ចង់សាកខ្លួនឯងពេលឥឡូវបានសាកខ្លួនឯងបាទអញ្ចឹងងាយស្រួលមែនតើគាត់តែបាទបងប្អូនចូលរួមទស្សនាដោយផ្ទាល់បាទនៅស្ទូឌីយោរិស័យកែវលោកអ្នកនឹងមានឱកាសបាទចូលរួមលេងកម្សាន្តដូចជាបេក្ខការីរបស់យើងផងដែរเนาะបាទអរគុណច្រើនបាទអញ្ចឹងមុននឹងជួបជាមួយនឹងការលេងហ្គេមបាទសូមជួបជាមួយលក្ខន្តិកៈជាមុនផងដែរបាទសូមអញ្ជើញលក្ខន្តិកៈនៃកម្មវិធីរង្វាន់ទេវតា1បេក្ខជនមានរយៈពេល9នាទីដើម្បីឡើងដល់ចុងកំពូលខ្ពស់បំផុតនៃកម្មចិន្តា2នៅពេលឡើងកម្មចិន្តាដៃទាំងពីររបស់បេក្ខជនមិនអនុញ្ញាតឲ្យតោឬក៏ប៉ះអ្វីទាំងអស់3បេក្ខជនអាចបន្តទៅកម្មចិន្តាបន្តទៀតបានលុះត្រាតែជើងទាំងពីរកំពុងតែស្ថិតនៅលើកម្មចិន្តាតែមួយ4ប្រសិនបើធ្លាក់មកក្រោមឬដល់ពេលវេលាកំណត់បេក្ខជនពុំទាន់អាចឡើងដល់កម្មចិន្តាចុងក្រោយនោះបេក្ខជនពុំទទួលបានរង្វាន់អ្វីទាំងអស់ទោះបីជាធ្លាប់បានឈរលើកម្មចិន្តាដែលមានទឹកប្រាក់ក៏ដោយ5បេក្ខជនមានសិទ្ធិសុំបញ្ឈប់ការប្រកួតនៅកម្មចិន្តាណាមួយក៏បានដែលខ្លួនកំពុងឈរដោយជើងទាំងពីរប៉ុន្តែរង្វាន់ទឹកប្រាក់នៃកម្មចិន្តានោះត្រូវបានបន្ថយ 50% 6ក្នុងករណីការចរចារវាងបេក្ខជននិងម្ចាស់រង្វាន់ពុំទាន់បានឯកភាពគ្នា 100% ហើយបេក្ខជនបានធ្លាក់ពីកម្មចិន្តានោះបេក្ខជននឹងមិនបានទទួលរង្វាន់ដូចគ្នាចាលោកអ្នកបានតាមទស្សនារួចមកហើយអំពីលក្ខន្តិកៈនៃកម្មវិធីរង្វាន់ទេវតារបស់យើងហើយបងអូនស្រីគេថាយល់ 100% តែម្ដងចាបងយល់ចាជឿជាក់ប៉ុន្មានភាគរយដែរសម្រាប់ថ្ងៃនេះ 50% ដូចស្ដើងដែរเนาะបាទប៉ុន្តែពីកម្មវិធីក៏ដូចយើងខ្ញុំទាំង3នាក់ផ្ដល់ជូនមិនថាបើគ្រប់ 100% តែម្ដងបាទសូមអញ្ជើញAre you ready? Go! បាទបាទបានមកដល់បាទ$10ហើយចាបាទការនេះបានតែ$50បាទអរគុណ$10នេះចាបាទចាបាទស្រួលអារម្មណ៍មួយបាទចាអូយ៉ាងមិនទៅហើយមួយចាសន្សំបាទអ្នកដែលហ៊ានទទួលបានទឹកប្រាក់ពីកម្មវិធីផងដែរបាទចាបាទសូមសម្លឹងទៅមុខបាទទឹកប្រាក់$6,500កំពុងតែទន្ទឹងរង់ចាំបងស្រីផងដែរបាទបេក្ខការីយកបានឬក៏មិនបានបាទអូយខ្ញុំអត់
ួខអីមែនអត់បានទេចា មានតែទៅមុខ មានតែ បាទសម្រួលអារម្មណ៍ថាពេលវេលារបស់យើងនៅសល់ច្រើនគួរសមបាទមិនបញ្ហាទេបាទ សម្រួលអារម្មណ៍មួយចា បាទយ៉ាងណាដែរ អូខំបានទៅដល់ចាំកាត់សណ្ដាទី6ហើយគឺមានទឹកប្រាក់ចំនួន60ដុល្លារ បាទយ៉ាងណាដែរបាទ ចា សម្រាប់បេក្ខនារីរបស់យើងចង់បន្តឬក៏បញ្ឈប់ ចាបើស្អីឡើយនេះបើសិនជាបងបញ្ឈប់ត្រឹមកម្មចិន្តានេះគឺបងអាចទទួលបានទឹកប្រាក់ចំនួន$60ចែកជា2គឺបងអាចទទួលបាន$30ចា បន្តចា បញ្ឈប់ឬក៏បន្ត បន្តឬបញ្ឈប់បាទ បន្ត បន្តតបអារម្មណ៍បាទតបអារម្មណ៍ អារម្មណ៍ចា តបអារម្មណ៍បាទ ចាយ៉ាងណាហើយ ទៅអារម្មណ៍ទៅងប់មួយនាទីរបស់យើងគេថានៅសល់ច្រើនគួរសមដែរចា ចាបញ្ឈប់ឬក៏បន្ត បាទឃើញថាបងស្រីគឺគាត់បានគុំដំណឹងបានហើយឥឡូវបាទតើអាចឈានទៅរកកម្មចិន្តាដែលមានទឹកប្រាក់ចំនួន$70បានដែរឬទេ ចាសូមបញ្ជាក់បងស្រីម្ដងទៀតបើសិនជាបងបញ្ឈប់ត្រឹមនេះចាបងនឹងទទួលបានទឹកប្រាក់ចំនួន$30ពីកម្មវិធីរបស់យើងចា បាទគិតឲ្យបានច្បាស់លាស់បាទមុននឹងឈានទៅដល់កម្មចិន្តាជាបន្ត ចាយ៉ាងម៉េចដែរ ចាអូខេឥឡូវនេះឃើញថាបេក្ខនារីរបស់យើងកំពុងតែរក្សារំលឹងជាបណ្ដាហើយ ចា បាទ ព្រោះអី អាចរងាប់អារម្មណ៍សិនណាដើម្បីឲ្យបាទសមាធិរបស់គាត់មូលដើម្បីឡើងទៅជាបន្ត សូមកុំភ្លេចថាទឹកប្រាក់ចំនួន$65,000កំពុងតែរងចាំចាបេក្ខនារីរបស់យើងចាឥឡូវនេះឈានទៅបានដែរឬទេចំនួនចាទឹកប្រាក់$70 បាទយ៉ាងណាដែរ យ៉ាងម៉េចដែរ ធ្វើចិត្តឲ្យស្ងប់ចាតាំងសមាធិមួយ បាទតើបេក្ខនារីអាចឈានយកទឹកប្រាក់ជាបន្តទៀតបានដែរឬទេបាទឃើញថាប្រិមត្តទស្សនិកជនរបស់យើងកំពុងតែបានមានភាពដុកក្ដួលដូចជារត់ភពញាប់ញ័រចំនួនបងអូនស្រីផងដែរបាទ នេះវាមិនបាទ ម៉ែអូ បាទសូមផ្ដល់កម្លាំងចិត្តជូនគាត់មួយទៀតបាទរួចឬក៏មិនរួច រួចហើយ ចាសូមអបអរសាទរជាមួយបងស្រីផងដែរចាពេលនេះបងស្រីបានឈរនៅលើកម្មចិន្តាដែលមានទឹកប្រាក់ចំនួន$70ហើយតើបងស្រីចង់បញ្ឈប់ឬក៏ចង់បន្តចា បន្តឬក៏បញ្ឈប់បាទ ចា អូយសុំឈប់បង សូមបញ្ឈប់ហើយចាសូមបញ្ជាក់ផងដែរថាឥឡូវនេះបងស្រីបងអាចឈប់រួចហើយអត់អីទេ បាទចាគឺបងស្រីគាត់បានបញ្ឈប់គាត់បានប្រាប់ពិធីកររួចហើយថាគាត់សូមបញ្ឈប់ត្រឹមកម្មចិន្តាដែលមានទឹកប្រាក់ចំនួន$70ដូច្នេះបងស្រីនឹងទទួលបានទឹកប្រាក់ចំនួន$35ចាតែឥឡូវនេះសូមឲ្យបងស្រីសាកល្បងបាទឥឡូវឡើងប៉ះវិញហើយបាទចម្រាំឡើងប៉ះហើយបាទឡើងតាមធម្មតាបាទបាទសូមប្រឡែងបាទសូមប្រឡែងដៃបាទដើម្បី សូមបលែង បាទប្រឡែងដៃអត់បញ្ហាប្រឡែងដៃបាទដើម្បីកុំឲ្យបាទនេះ ចា បាទព្រោះយើងមានតែដើម្បីធ្វើការការពារហើយ ចាឥឡូវនេះខ្ញុំធ្វើដំណើរជាបន្តទៀតចាំដឹងចាចង់ដឹងថាសណ្ដានណាដែលបេក្ខនារីរបស់យើងធ្វើដំណើរទៅដល់ជាបន្តទៀត បាទ ចាប់ផ្ដើម បេក្ខនារីចាប់ផ្ដើមចាអូ ចា បាទ ឃើញថាចា បាទបេក្ខនារីរបស់យើងបាទ លោកតារាជួយខ្ញុំមួយផង បាទបាទ ចាយ៉ាងម៉េចដែរបងស្រី ចាខ្ញុំយល់ថាខ្ញុំឈប់ត្រឹមលេខ70នេះគឺត្រឹមត្រូវ ត្រឹមត្រូវតែដល់ជាការបើជាត្រឹមត្រូវ គាត់ដឹង បាទហើយពេលដែលឡើងបាទឃើញថាចាប់ផ្ដើមមានភាពតានតឹងចាប់ពីបាទចិន្តាដែលមានតែប្រាក់$60មកទៅហើយបាទមូលហេតុអ្វីបានជាធ្វើឲ្យបងអូនជំនះចិត្តបាទឈានឡើងមួយកម្មទៀតបានបាទ ខ្ញុំថាបើឡើងបានខ្ញុំដឹងអីទោះជាចាច់ក៏ត្រូវឡើងបានមួយជាន់ទៀតហ្នឹងដែរ បាទ
ល្អមែនតើបានពីការតាំងចិត្តមួយដែលត្រឹមត្រូវបងប្អូនបងប្អូនទទួលបានជោគជ័យមែនបាទ ចាហើយមានអារម្មណ៍យ៉ាងណាដែរក៏ដូចជាចាមានជាពាក្យពេចន៍អ្វីចាដើម្បីនិយាយខាងទស្សនិកជនក៏ដូចជាកម្មវិធីរបស់យើង ចាគឺថាខ្ញុំមានអារម្មណ៍សប្បាយមែនតើហើយពេលឡើងទៅមានអារម្មណ៍ភ័យផងសប្បាយផងផងពេលដែលបងប្អូនគាត់ផ្ទះដៃផងអីផងទៅ បាទអរគុណច្រើនជូនពរសុខភាពល្អស្នាមល្អផងដែរបាទ តែឱកាសក្រោយចាសូមឲ្យសម្រាប់រយៈកាលគឺលោកអ្នកនឹងបានជួបជាមួយនឹងបេក្ខជនគឺជាបេក្ខនារីចាទី3ផងដែរសម្រាប់ពេលនេះពីកម្មវិធីសូមសម្រាប់